ថាតើកង្ហារវាដំណើរការអត់បងប្អូនណាអញ្ចឹងយើងយកតែកេះដុតកម្ដៅគឺយើងដុតដល់ដុំមួយហ្នឹងណាដូចជា5តក100មកគ្រាប់ឬក៏2គ្រាប់បងប្អូនទិញទៅខ្ញុំនឹងបង្រៀនបងប្អូនតាក់ទងជាមួយនឹងរបៀបភ្ជាប់ឲ្យបងប្អូនចេះតែបងប្អូនគ្នាល្ងាចនេះគឺយើងចេញទៅបានម្ដងទៀតបងប្អូនយើងជាមួយនឹងប្រភេទ ampli class D ប្រើភ្លើង220 សិតបងប្អូនយើងអរគ្នាតាក់ទងជាមួយនឹងប្រភេទ ampli នេះសម្រាប់បងប្អូនដែលមានតម្រូវការ ampli យកទៅលេងជាមួយនឹងប្រភេទ Upler សាប់ឡានក៏បាន Upler ធម្មតាក៏បានហើយប្រើភ្លើង220 សិតបងប្អូនណាមិនប្រមាក់ប្រើអង្គុយប្រើអីញ៉ៃទេប្រភេទនេះបងប្អូនដោតតែភ្លើងគីឡូចូលគឺវាដំណើរការយកតែម្ដងសម្រាប់បងប្អូនដែលមានតម្រូវការស្តង់ដារប្រើបងប្អូនណាប្រភេទ ampli នេះស្តង់ដារប្រើរបស់វា5តក102គ្រាប់លេងបានមកស្អាតតែម្ដងបងប្អូនយើងអរគ្នាណា5តក102គ្រាប់និងកណី Upler ធម្មតាបើសិនជា Upler សាប់ឡានសាប់3ទឹកមេដៃ2ជាន់មិនថាមេដៃ220មេដៃ18ឬមេដៃ17បងប្អូនលេងបាន2គ្រាប់មកស្អាតតែម្ដងបងប្អូនទៅជាមួយនឹងប្រភេទ ampli class D ហ្នឹងហើយសម្រាប់បងប្អូនដែលទិញថ្ងៃនេះបងប្អូនណាបងប្អូននឹងទទួលបានការថែមជូនកង្ហារ12វ៉ុលចំនួន2គ្រាប់នេះបងប្អូនណាស្នាប់សម្រាប់ដោតកង្ហាររបស់វាណាស្នាប់ដោតកង្ហារ12វ៉ុលនេះ2គ្រាប់ជាមួយនឹងប្រេសាប់មួយបងប្អូនណានេះគឺប្រេបុកបាសបានន័យថាបើសិនជាបងប្អូនទិញថ្ងៃនេះតាមដើមបងប្អូនទទួលបានប្រេបុកបាសមួយជាមួយនឹងកង្ហារនេះ2គ្រាប់ទៀតបងប្អូនយើងអរគ្នាតទៅជាមួយនឹងការទិញថ្ងៃហ្នឹងណាបងប្អូនណាហើយសម្រាប់ប្រភេទ ampli នេះទៀតបងប្អូនណាប្រភេទ ampli នេះនិយាយទៅគឺបងប្អូនមើលនេះឃើញទេសម្រាប់បងប្អូនដែលមានតម្រូវការដូចថាបងប្អូនមានបាស Bluetooth ហើយបងប្អូនណាបងប្អូនដែលមានបាស Bluetooth ហើយប៉ុន្តែបងប្អូនបើសិនជាបងប្អូនចង់ថែមដូចថាចង់ឲ្យលឺខ្លាំងចង់អីចឹងបងប្អូនចង់បន្ថែម5ទឹកមួយគ្រាប់ឬក៏2គ្រាប់បងប្អូនអាចយកវាទៅបន្ថែមជាមួយនឹងបាស Bluetooth របស់បងប្អូនទាំងអស់គ្នាបានបងប្អូនណាតែតងជាមួយនឹងរបៀបនៃការតភ្ជាប់សម្រាប់បងប្អូនដែលមិនចេះតភ្ជាប់សំឡេងឲ្យចូលគ្នាឲ្យវាចេញសាប់ផ្សេងសងផ្សេងសម្រាប់បងប្អូនដែលមាន ampli ធម្មតាចង់កែវាឲ្យទៅជាសាប់ផ្សេងសងផ្សេងដើម្បីលេងជាមួយនឹង Upler ធំដូចជា5តក100មកគ្រាប់ឬក៏2គ្រាប់បងប្អូនទិញទៅខ្ញុំនឹងបង្រៀនបងប្អូនតាក់ទងជាមួយនឹងរបៀបភ្ជាប់ឲ្យបងប្អូនចេះតែម្ដងបងប្អូនយើងអរគ្នាតាក់ទងជាមួយនឹងការភ្ជាប់ ampli នេះចូលជាមួយនឹង ampli សង់របស់បងប្អូនយើងទាំងអស់គ្នាតែម្ដងបងប្អូនតាក់ទងជាមួយនឹងប្រភេទ ampli នេះណាបងប្អូនខ្លះគាត់ឆ្ងល់នេះកន្លែងបងប្អូនណាសម្រាប់ប្រភេទ ampli នេះគឺដុំnàyនេះគឺជាដុំអូតូបានន័យថាបើសិនជាករណី ampli ក្តៅបងប្អូនណាបើសិនជា ampli លេងយូរម៉ោងក្តៅកង្ហារ2ហ្នឹងបងប្អូនណាកង្ហារ2ដែលមានលើ ampli វានឹងវិលអូតូដោយសារមានដុំនេះគឺដុំសម្រាប់ត្រួតពិនិត្យកម្ដៅបងប្អូនណាកាលណាកម្ដៅវាខ្លាំងចេញពី fat វាខ្លាំងក្តៅហើយគឺវានឹងបញ្ជូនកម្ដៅមកចូលដុំមួយនេះនឹងកណនីថាវាក្តៅវានឹងចាប់ផ្ដើមបវលកង្ហារតែម្ដងឥឡូវកុំឲ្យខាត់ពេលខ្ញុំនឹងតេស្តឲ្យបងប្អូនទាំងអស់គ្នាមើលតែម្ដងនេះគឺយើងចាប់ផ្ដើមដំណើរការវាបងប្អូនណាឥឡូវនេះគឺផ្ដាប់ស្ទួងកម្ដៅរបស់វានេះគឺខ្ញុំយកចេញមកក្រៅបងប្អូនណាហើយនេះគឺដៃកេះបងប្អូនណានេះឥឡូវចាំមើលខ្ញុំចង់ដឹងថាតើកង្ហារវាដំណើរការអត់បងប្អូនណាអញ្ចឹងយើងយកដៃកេះដុតកម្ដៅគឺយើងដុតដល់ដុំមួយហ្នឹងណាបងប្អូនណានេះគឺនឹងវិលអូតូតែម្ដងបងប្អូននេះនឹងយកដុតតែមួយផ្លែតយើងដកចេញកង្ហារវានឹងចាប់ផ្ដើមវិលយកតែម្ដងបានន័យថាឧបករណ៍មួយនេះគឺនីតិសម្រាប់ចាប់កម្ដៅបើសិនជាករណី fight របស់វាឡើងកម្ដៅកង្ហារនេះគឺនឹងវិលស្វ័យប្រវត្តិតែម្ដងបងប្អូនយើងទាំងអស់គ្នាទៅ ampli នេះគឺអែមខ្លាំងមែនទែនបងប្អូនអាចយកវាទៅលេងជាលក្ខណៈ ampli សង់ធម្មតាក៏បានជាប្រភេទ ampli សាប់ក៏បានដែរបងប្អូនយើងនេះទៅជាមួយនឹងប្រភេទ ampli នេះ